របៀបរកចំនួននុយក្លេអូទីតទាំងអស់ដោយចម្ងាយពីនុយក្លេអូទីតមួយទៅនុយក្លេអូទីតមួយទៀតមានប្រវែង 3.4 អង្ស្រុងនៃច្រវាក់ម្ខាងរបស់សែនឬ ADN យើងបាន L ស្មើ M លើ2គុណនឹង 3.4 អង្ស្រុងនាំឲ្យ M ស្មើពី L ចែកនឹង 3.4 អង្ស្រុងឧទាហរណ៍ម៉ូលេគុល ADN មួយមាននុយក្លេអូទីតទាំងអស់ចំនួន 5100 អង្ស្រុងកន្នីចំនួននុយក្លេអូទីតទាំងអស់ចម្លើយកន្នីចំនួននុយក្លេអូទីតទាំងអស់បំរាប់ L ស្មើ 5100 អង្ស្រុងដោយចម្ងាយពីនុយក្លេអូទីតមួយទៅនុយក្លេអូទីតមួយមានប្រវែង 3.4 អង្ស្រុងនៃច្រវាក់ម្ខាងរបស់ ADN យើងបាន L ស្មើ M លើ2គុណនឹង 3.4 អង្ស្រុងនាំឲ្យ M ស្មើពី L ចែកនឹង 3.4 អង្ស្រុងនាំឲ្យ M ស្មើពីគុណនឹង 5100 ចែកនឹង 3.4 អង្ស្រុងស្មើ 3000 នុយក្លេអូទីតដូចនេះ M ស្មើ 3000 នុយក្លេអូទីត